អបអរសាទរទៅកាន់ Liverpool ដែលក្លាយជាជើងឯក Premier League នៅក្នុងរដូវកាល2024-2025 ដំបូងខ្ញុំក៏នៅតែនិយាយម្ដងហើយម្ដងទៀតថា Liverpool ពិតជាស័ក្តិសមនឹងទទួលបានពានពិតមែននៅក្នុងរដូវកាលនេះហើយពាននេះដែរគឺជាពាន League សម័យទី20ហើយរបស់ Liverpool ផ្ទាល់តែម្ដងទាំងអស់នេះក៏ដោយសារតែគុណភាពរបស់កីឡាករក៏ដូចជាគ្រូបង្វឹកផ្ទាល់ការប្រយុទ្ធដ៏មុតស្រួចពោពេញទៅដោយគុណភាពវិធីទប់ស្កាត់របស់រនាំងការពារក៏ធ្វើបានល្អមិនងាយរបូតគ្រាប់បាល់ថែមទាំងរឿងដែលសំខាន់នោះគឺរក្សាមាត្រដ្ឋានដែលល្អនៃទម្រង់បានទៀតផងនៅពេលដែលក្លឹបនេះបានផ្លាស់ប្ដូរគ្រូបង្វឹកពីលោកគ្រូ Jurgen Klopp មកក្លាយជាលោកគ្រូសក់ស្អាត Arne Slot ខ្ញុំគិតថាគ្រូដែលទើបតែមកថ្មីនេះគឺមិនអាចធៀបស្មើទៅនឹងលោក Jurgen Klopp បាននោះទេពីព្រោះលោកគ្រូ Slot មិនមានបទពិសោធន៍ក្នុងការដឹកនាំក្រុមដែលនៅក្នុង Premier League ពីមុនមកឡើយហើយលីកនេះដែរក៏មិនមែនជាលីកដែលងាយស្រួលសម្រាប់គ្រូបង្វឹកឬក៏កីឡាករណាដែលចូលមកថ្មីដែរប៉ុន្តែជាក់ស្ដែងវាខុសពីការគិតរបស់ខ្ញុំគ្រូបង្វឹក Dutch ម្នាក់នេះបានធ្វើការតាក់តែងវត្ថុធាតុដើមឬកីឡាករដែលមានស្រាប់របស់លោក Jurgen Klopp ឲ្យកាន់តែល្អនិងកីឡាករទាំងអស់នេះក៏ផ្លាស់ប្ដូរទៅគ្រប់កលៈទេសៈបានល្អនោះទៀតត្រង់នេះពិតជាគួរឲ្យសរសើរមែនLiverpool ក្នុងការដឹកនាំរបស់លោក Arne Slot អាចមិនមែនជាទម្រង់បែប heavy metal ដូចជាលោក Jurgen Klopp ក៏ពិតមែនប៉ុន្តែ Arne Slot ម្នាក់នេះបានធ្វើឲ្យក្លឹប Liverpool មួយនេះក្លាយជាក្លឹបដែលមិនងាយចាញ់និងមិនងាយរបូតពិន្ទុឡើយហើយកូនសោដ៏សំខាន់នៅក្នុងរដូវកាលនេះរបស់ Liverpool នោះគឺ Mohamed Salah រហូតដល់មានពាក្យថាប្រសិនបើកីឡាករណាបានបាល់ហើយគិតអ្វីមិនចេញបោះបាល់ឲ្យសាឡាទៅគឺបានហើយទុកឲ្យសាឡាជាអ្នកចាត់ការដោយខ្លួនឯងនេះគឺជាកីឡាករល្អឯកនៅក្នុង Premier League ប្រចាំរដូវកាលនៅក្នុងចិត្តខ្ញុំប៉ុន្តែបើគិតឲ្យវា overall ទាំងមូលទៅ Liverpool ក្នុងរដូវកាលនេះគឺជាឱកាសដែលមិនគួរឲ្យបាត់បង់ឡើយនៅក្នុងការលើកពានពីព្រោះគូប្រជែងដ៏សំខាន់លំដាប់ទី1ដូចជា Man City ក៏ឆ្អែតឆ្អន់ជាមួយជ័យជំនះនិងធ្លាក់ទម្រង់ផងដែរបន្ទាប់ពីកីឡាករនិងគ្រូបង្វឹកស្រវាពានលីកបាន4សម័យកាលជាប់គ្នាទៅហើយនោះថែមទាំងកីឡាករឈុតដែលឈ្នះពានទាំងអស់នោះក៏ឈានដល់វ័យជ្រេអស់ទៅហើយដែរកីឡាករថ្មីដែលចូលមកក៏ជំនួសមិនបានខណៈពេលដែល Arsenal ក៏ជួបជាមួយនឹងបញ្ហាដដែលនោះគឺកីឡាករផ្លាស់គ្នារបួសម្នាក់ម្ដងរហូតប៉ះពាល់ទៅដល់ទម្រង់របស់ក្លឹបធ្លាក់ទម្រង់ជាងរដូវកាលមុនទៀតបើខ្ញុំមើលឲ្យឃើញច្បាស់គ្រប់យ៉ាងទាំងអស់ទាំងទម្រង់ដ៏មានស្ថិរភាពរបស់ Liverpool និងក្លឹបដែលមកប្រជែងកំពុងតែមានបញ្ហាផងនោះនេះហើយទើបខ្ញុំនិយាយថាពេលវេលាល្អឱកាសល្អនិងសមត្ថភាពល្អគឺជាស្ពានឈានទៅរកភាពជោគជ័យហើយម្ដងទៀតសូមចូលរួមអបអរទៅកាន់ fans របស់ Liverpool ផងដែរដែលបានឈ្នះពាន Premier League នៅក្នុងរដូវកាល2024-2025នេះពីខ្ញុំបាទតារាង